រៀបចំបាទចំស្ងោរត្រីទៀតហើយបាទប្រាប់អាហារពេលទឹកឥឡូវទឹកយើងបានពួនដាក់ត្រីចូលបងត្រីបងប្អូនបាទបងត្រីសាច់មាន់ហ្នឹងបានសល់2 3ប្រទេសហ្នឹងបាទដាក់ទៅឡូវថាបានឆ្អិនរួចរាល់បងប្អូនបាទវាយលះដកលះតែម្ដងបងប្អូនបងត្រីបងប្អូនបាទស្ងោរយកតែម្ដងអត់មានជីនឆាទេបាទបាយតែខ្ទឹមទេសដាក់ចូលជាការស្រេចបាទរៀបចំរូបបាយបាទប៉ាប់បានហូបហើយបាទឆ្អិនហើយបងត្រី1បងត្រី2គឺរួចមកពេលព្រឹកហើយបាទសាច់គេទុកថ្ងៃម្ដងបងទាជីនហ្នឹងបងប្អូនមកចានទៀតទៅរួចមួយថ្ងៃទៀតហើយស្អែកចុងសប្តាហ៍ទៀតហើយឃើញរឹមទៀតហើយបងប្អូនដាច់ខាគីឡូហើយបាទដាច់ខាចង់ដាច់ខ្យល់ហើយបាទលុយជាក៏លែងចង់បានដែរបាទអត់មានជាទេបងប្អូនឥឡូវមានតែប៉ុណ្្នឹងទេបងប្អូនបាយឥឡូវអស់ហើយបាទថាសាច់ក៏អស់បាយក៏អស់មានតែប៉ុណ្្នឹងជម្រាបលាបាយ